ChatGPT គឺជា Chatbot បង្កើតដោយ OpenAI និងចេញផ្សាយក្នុងឆ្នាំ 2022 បច្ចុប្បន្នវាប្រើ GPT-5 ដែលជាឧបករណ៍បំប្លែងដែលបានបណ្ដុះបណ្ដាលជំនាន់ GPT ដើម្បីបង្កើតអត្ថបទ ការនិយាយ និងរូបភាព វាត្រូវបានផ្ដល់ជាមួយនឹងការបង្កើត AI Boom ដែលជារយៈពេលបន្តដែលត្រូវបានសង្កេតដោយយ៉ាងឆាប់រហ័សនិងការយកចិត្តទុកដាក់ជាសាធារណៈចំពោះបញ្ហា AI អ្នកប្រើប្រាស់អាចធ្វើអន្តរកម្មជាមួយនឹង ChatGPT តាមរយៈអត្ថបទសំឡេងនិងរូបភាពត្រឹមខែមករាឆ្នាំ 2022 ChatGPT បានក្លាយជាកម្មវិធីមានអ្នកប្រើប្រាស់រីកលូតលាស់លឿនបំផុតក្នុងប្រវត្តិសាស្ត្រដោយទទួលបានការប្រើប្រាស់ជាង100លាននាក់ក្នុងរយៈពេល2ខែគិតត្រឹមឆ្នាំ 2025 គេហទំព័ររបស់ ChatGPT ស្ថិតក្នុងចំណោមគេហទំព័រចំនួន5ដែលមានអ្នកចូលមើលច្រើនបំផុតទូទាំងពិភពលោកអ្នកប្រើប្រាស់សកម្មជាង700លាននាក់ប្រចាំសប្តាហ៍វាត្រូវបានគេសរសើរជាឧបករណ៍បដិវត្តន៍ដែលអាចផ្លាស់ប្ដូរវិស័យវិជ្ជាជីវៈជាច្រើនទោះបីជាមានការសាទរក៏ដោយ Chatbot ត្រូវបានគេរិះគន់ចំពោះដែនកំណត់និងសក្តានុភាពសម្រាប់ការប្រើប្រាស់ដែលគ្មានសីលធម៌ក្រមសីលធម៌នៃការអភិវឌ្ឍខ្លួនជាពិសេសការប្រើប្រាស់ខ្លឹមសារដែលបានរក្សាសិទ្ធិជាទិន្នន័យបណ្ដុះបណ្ដាលអរគុណសម្រាប់ការតាមដានពីដើមរហូតដល់ចប់កុំភ្លេចចុច Like និង Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗ